បាទយើងសួរពុកម៉ែបងប្អូនអស់គ្នាផងដែរបាទហើយដល់វគ្គម៉ែក្មេងក្មេងលត់ដំឬក៏ដាក់បេសកកម្មឲ្យខ្ញុំអញ្ចឹងបាទសួរថាចេះធ្វើម្ហូបអីអត់តែសំខាន់ប៉ះកូនភាសាមួយនេះចេះឆាបាយចេះអីគួរសមដែរអញ្ចឹងបាទហើយសំបីតាក្មេងតូចហ្នឹងក៏លួចភ្លក់ដែរបាទអត់ហ៊ានភ្លក់នៅមុខទេហើយមានអីបាទបញ្ចេញស្នាដៃបញ្ចេញសមត្ថភាពដាក់មកផ្ទះឲ្យគ្រួសារជប៉ុនភ្លក់មើលកុំឲ្យថាកូនភាសាខ្មែរនេះអត់ចេះធ្វើអីសោះអញ្ចឹងបាទមិនមែនលុំទេបាទយើងកូនកបិតកូនចុងភៅទៅបាទយើងឆិនឆៃខ្លះទៅហើយយើងបញ្យល់គាត់តាមហ្នឹងទៅបាទយើងមិនមែនអ្នកជំនាញចុងភៅណាអញ្ចឹងយើងបញ្យល់ទៅក៏គាត់យល់គួរសមដែរតែគាត់សំខាន់ឲ្យតែភ្លក់ឆ្ងាញ់ទៅមិនអញ្ចឹងអីហើយមួយទៀតយើងមិននៅស្រុកគេបាទយើងធ្វើសម្របតាមរសជាតិបែបគេដែរតែសំខាន់ខ្ញុំមានរបស់ទិញមកពីខ្មែរមកបាទអែមដែររបស់ហ្នឹងគឺប្រើទៅរសជាតិខ្មែរយើងអញ្ចឹងបាទហើយយើងឆិនឆៃបន្ថយដៃអីថែមថយតាមហ្នឹងទៀតឲ្យរៀងស្រាលបន្តិចទៅដើម្បីឲ្យរសជាតិជប៉ុនចូលត្រូវគ្នាអញ្ចឹងបាទអញ្ចឹងមើលហើយកុំភ្លេចឲ្យបន្ទុកខ្ញុំផងបាទហើយជួយណែនាំខ្ញុំបន្ថែមផងត្រូវធ្វើអីទៀតឬក៏ត្រូវធ្វើបែបណាអីដើម្បីស្រួលអីចឹងបាទខ្ញុំមិនដែលមានបទពិសោធន៍ទេហើយអរគុណច្រើនតាមជួយណែនាំផងបាទ